ទូប្រុសយើងបានគិតថាប្រទេស CA បានព្រមានប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែមិនបានប្រាប់ពីព័ត៌មានពិតដែលមានបិសាច ឬមួយក៏គ្រោះមហន្តរាយធំនោះទេ ដើម្បីជៀសវាងកុំឲ្យប្រជាជនភ័យខ្លាច ហ្វាំងយីគិតថានេះគឺជាវិធីល្អដើម្បីជៀសវាងការចលាចល និងប្រើប្រាស់អំពើហិង្សានៅប្រទេសផ្សេងៗដូចជាការជីវិតមុនរបស់គាត់ ពេលនោះហ្វាំងយីបានទាញទូរស័ព្ទមកមើលសារព័ត៌មានមួយដែលកំពុងផ្ទុះ នោះគឺការឡើងកម្ដៅយ៉ាងខ្លាំងខុសប្រក្រតីនៅសាកលវិទ្យាល័យមួយដែលមានឈ្មោះថា Xinjiang ហើយស៊ីស្ទឹមក៏បានបញ្ជាក់គាត់ផងដែរថាគឺនៅទីនោះមានបាតុភូតចម្លែកដែលអាចឲ្យតួប្រុសយើងទៅស្រូបយកបាន ដូច្នេះហើយតួប្រុសយើងក៏សម្រេចចិត្តថាទៅនឹង ចំណែកឯសិស្សដែលនៅជុំវិញគាត់នឹងគិតថាសូម្បីតែសាកលវិទ្យាល័យល្បីឥឡូវក៏ចេះប្រេងដែរតួប្រុសយើងក៏បានមើលទៅលើមេឃឃើញថានៅទីនេះគឺអត់សូវក្តៅខ្លាំងដូចដែលសារព័ត៌មានបាននិយាយទេព្រោះអីបើសិនជាទៅសាលាសាកលវិទ្យាល័យហ្នឹងគឺវាជិះអត់ដល់15នាទីទេហេតុអីបានវាខុសគ្នាខ្លាំងម៉េចសាលាក៏បានផុសព័ត៌មានដាក់ទឿនដល់សិស្សទាំងអស់គ្នាដែលមកចុះឈ្មោះការចុះឈ្មោះគឺនៅតែបន្តប៉ុន្តែសូមសិស្សទាំងអស់ហ្នឹងឲ្យជៀសវាងពីច្រកខាងជើងព្រោះច្រកនោះគឺវាក្តៅខ្លាំងណាស់តួប្រុសយើងសើចបន្តិចហើយក៏និយាយថាដល់ពេលដែលគាត់ទៅលេងសាលានឹងម្ដងហើយព្រោះអីសាលានឹងអ្នកនរគ្នាចាំហើយគឺសង្សារចាស់គាត់នៅនឹងឯងអញ្ចឹងតួប្រុសយើងក៏បានដូរកៅអៅហើយទៅដល់ពេលនេះគឺជាទិដ្ឋភាពនៅសាលាឆេងឆឹងហ្នឹងគឺថាក្តៅខ្លាំងមែនតើព្រះអាទិត្យឡើងក្រហមឆេះហ្មងចានៅសាលាគេក្តៅសង្ងប់ម្នាក់សើកាន់ឆាតតួប្រុសយើងពាក់កៅអៅធម្មតាហើយដើរទៅហ្មងនៅទីនោះគឺមានផេះពណ៌មាសជាច្រើនធ្លាក់មកហើយកូនសិស្សនាំគ្នារត់ខ្លាចក្តៅខ្លាំងមែនតើដល់ពេលតួប្រុសយើងឃើញអត់ទេឆ្ងល់លើជង្គង់វ៉ាន់ទៅប៉ះដល់ពេលប៉ះហើយហ្នឹងធ្វើឲ្យមានពន្លឺពណ៌មាសជះជាខ្លាំងហើយស៊ីស្ទឹមក៏បានប្រាប់គាត់ថានេះគឺជាឥទ្ធិពលពន្លឺព្រះអាទិត្យមានឈ្មោះថាយ៉េងបន្ទាប់មកពន្លឺនោះក៏បានស្រូបចូលក្នុងខ្លួនរបស់តួប្រុសយើងធ្វើឲ្យមានការឈឺចាប់ខ្លាំងមែនទែនពន្លឺដូចជាព្រះអាទិត្យក៏បានជះខ្លាំងធ្វើឲ្យមនុស្សជុំវិញខ្លួនមើលអីអត់ឃើញទេចំណែកឯតួប្រុសយើងវិញគឺមានការឈឺចាប់ខ្លាំងមែនទែនហើយមួយវិញទៀតនោះគឺក្តៅខ្លាំងយកទៅមែនទែនដូចដុតទាំងរស់អញ្ចឹងណាហើយតួប្រុសយើងគឺគាត់ខំព្យាយាមទប់ស្មារតីខ្លាំងមែនទែនព្រោះអីបើឆេះនេះប្រហែលជាឆេះคล้ายជាផេះហើយបើសិនជាគាត់អត់មាន system មកហើយត្រឡប់មកកន្លែងដែរចុះឈ្មោះនេះវិញសង្សារចាស់របស់គាត់គឺកំពុងតែត្រង់ជួរដើម្បីចុះឈ្មោះចូលសាលាហ្នឹងអញ្ចឹងណាប៉ុន្តែនៅខាងទ្វារផ្សេងហើយមានប្រុសច្រើនមែនតើចង់ញ៉ែញងអីចឹងទៅជួយកាន់ក្របកាន់អីចឹងទៅនាងក៏បាននិយាយថា sorry bro ហើយងាកទៅចេញគេមានគូហ្នឹងពេលហ្នឹងក៏មានពលឺមួយផ្ទុះយ៉ាងខ្លាំងនៅពីក្រោយនាងមើលទៅដូចជាការផ្ទុះមីស៊ីលហើយឮសំឡេងយ៉ាងខ្លាំងសូម្បីតែនាយកសាលាក៏បានប្រាប់ដែរថាកុំឲ្យកូនសិស្សទៅកន្លែងហ្នឹងព្រោះអីនៅហ្នឹងមានការផ្ទុះអីមួយដ៏ធំងាកមកកន្លែងតួប្រុសយើងវិញគឺគាត់ស្រូបកម្លាំងហ្នឹងបានសម្រេចហើយវេទនាមែនតើទ្រាំស្រូបបានសម្រេចហើយសូម្បីតែខ្លួនគាត់ហ្នឹងក៏មានអែបពន្លឺដោយរន្ទះហើយ system ក៏បានប្រាប់គាត់ថាការសោករបស់គាត់ហ្នឹងគឺបានសម្រេចហើយគឺគាត់ទទួលបាន skill មួយដែលមានឈ្មោះថា Golden Breathing Sun និងទទួលបាន50ពិន្ទុផងដែរមេឃក៏ចាប់ផ្ដើមយប់ហើយតួប្រុសយើងក៏បានសង្ងំរៀនហាត់ skill និងសមត្ថភាពថ្មីដែលគាត់ត្រឹមតែបាននឹងរៀនដល់ដង្ហើមរហូតដល់ពេលព្រឹកចំណែកឯនៅសាកលវិទ្យាល័យវិញសិស្សគ្រប់គ្នាមានការងឿងឆ្ងល់មែនតើហេតុអ្វីបានជាម្សិលមិញមានការផ្ទុះឡើងបែបនេះហើយសូម្បីតែអាកាសធាតុក៏ប្រែប្រួលដែរនៅពេលនោះលោកនាយកបាននាំមនុស្សមួយក្រុមដើរកាត់កូនសិស្សហើយគាត់ក៏បានស្ដីអើកូនសិស្សតិចទៅហើយមកទៅនឹងទៅអីនៅនឹងមានគ្រោះថ្នាក់ហើយមនុស្សចម្លែកម្នាក់ហ្នឹងក៏បានប្រាប់លោកនាយកហ្នឹងឲ្យបិទទ្វារខាងជើងហ្នឹងចិត្តអត់ឲ្យណាគេចូលបានទេឥឡូវងាកមកកន្លែងតួប្រុសយើងវិញSystem បានប្រាប់គាត់ថាឥទ្ធិពលនៅនេះតួប្រុសយើងបានស្រូបរួចរាល់ហើយនៅពេលនោះតួប្រុសយើងក៏ដឹងថានៅកន្លែងនេះគឺគេបានបិទជាកន្លែងហាមឃាត់ហើយក៏ឃើញមនុស្សស្រីម្នាក់ដើរចូលមកដើម្បីឆែកកន្លែងនោះតួប្រុសយើងក៏ឆ្លៀតឱកាសរត់ទៅដោយសារនៅហ្នឹងមានផ្សែងអញ្ចឹងហើយគាត់ក៏រត់បន្លំចូលទៅកន្លែងផ្សែងហ្នឹងទៅ